អបអរសាទរខូលទី20លខណ្ឌស្រមោលស្បែកធំចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2025នេះគឺជាខួបទី20ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជាត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការ UNESCO សិល្បៈល្ខោនស្រមោលស្បែកធំមានប្រវត្តិពីអាយុកាលជាយូរលង់ណាស់មកហើយនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាហើយត្រូវបានសកលលោកទទួលស្គាល់និងឲ្យតម្លៃថាជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យល្ខោនស្បែកធំត្រូវបានគេដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកខាងបេតិកភណ្ឌបញ្ចេញសម្លេងនិងអរូបីរបស់មនុស្សជាតិក្នុងឆ្នាំ2005របស់អង្គការ UNESCO ដែលជាមោទនភាពមួយដ៏ត្រចះត្រចង់ដែលមិនអាចកាត់ថ្លៃបានល្ខោនស្បែកធំត្រូវបានគេហៅឈ្មោះម្យ៉ាងទៀតថាណាំងស្បែកធំហើយវាជាសិល្បៈស្រមោលមួយបែបដែលប្រើប្រាស់ផ្ទាំងរូបឆ្លាក់ពីស្បែកមកសម្ដែងជាឈុតសាច់រឿងហើយរូបឆ្លាក់ពីស្បែកទាំងនោះត្រូវបានគេដាប់និងឆ្លាក់ជារូងអាទិទេពល្ខោនស្បែកជាសិល្បៈមួយដែលមានទម្រង់ផ្សំពីតន្ត្រីចម្រៀងកំណាព្យពំនូលការរាំរបាំនិងនាដកម្មកាលពីមុនអ្នកជឿនស្បែកសុនតែជាបុរសនាសម័យបច្ចុប្បន្នយើងឃើញមានស្ត្រីជឿស្បែកដែរជឿស្បែកផ្ទាំងរបស់ខ្លួននៅពីមុខដងស្ងួនការដុតចន្លោះឬត្រឡោកដងគឺគេបញ្ជាក់ជាច្រើនព្រោះវាបញ្ចេញស្រមោលរស់រវើងជាងការបញ្ចាំងភ្លើងបែបទំនើបកម្មការសម្ដែងល្ខោនស្បែកភាគច្រើនធ្វើឡើងនៅពេលយប់ក្នុងពិធីបុណ្យជាតិឬពិធីបុណ្យសាសនាកាលពីដើមឡើយសិល្បៈប្រភេទនេះត្រូវបានគេសម្ដែងក្នុងពិធីតែ2ឬ3ប៉ុណ្ណោះក្នុងមួយឆ្នាំហើយកម្រសម្ដែងជាសាធារណៈណាពិធីទាំងនេះមានដូចជាពិធីបុណ្យចូលឆ្នាំខ្មែរនិងពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រនិងពិធីបុណ្យគ្រងរាជ្យឬក្នុងពិធីសក្ការៈរបស់ជនល្បីៗគួរបញ្ជាក់ថាក្នុងឱកាសខួបទី20នេះសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតក៏បានចេញសារអបអរសាទរផងដែរ